ធ្វើជាមនុស្សស្រីនៅក្នុងឆ្នាំ2026ឬនៅក្នុងយុគសម័យថ្មីដែលមនុស្សស្រីមិនខ្លាចឈ្មោះថាដណ្ដើមសង្សារគេមិនខ្លាចឈ្មោះថាយកប្តីគេមនុស្សប្រុសមិនខ្លាចឈ្មោះថាក្បត់មនុស្សដែលខ្លួនឯងស្រឡាញ់មនុស្សប្រុសមិនចេះឆ្អែតឆ្អន់ត្រូវទទួលស្គាល់ការពិតមួយថានៅពេលដែល game over វានឹងចប់សូមកុំប្រកាន់ទ្រឹស្ដីថាខ្ញុំអាចដើរចេញពីអ្នកបានតែខ្ញុំមិនអាចឲ្យអ្នកដើរចេញពីខ្ញុំមុនបាននោះឡើយខ្ញុំមានសិទ្ធិក្បត់អ្នកមុនតែខ្ញុំមិនអាចឲ្យអ្នកក្បត់ខ្ញុំមុននោះទេខ្ញុំស្អប់ការចាក់ចេញមុនរបស់អ្នកណាម្នាក់ធ្វើជាមនុស្សកុំប្រកាន់ទ្រឹស្ដីហ្នឹងប្រយ័ត្នយើងជាមនុស្សមានបាបតែអត់ដឹងខ្លួនហេតុផលអីត្រូវចាំថានៅពេលដែលយើងស្រឡាញ់អ្នកណាម្នាក់យើងត្រូវតែឲ្យក្តីស្រឡាញ់ទៅកាន់អ្នកហ្នឹងប៉ុន្តែក៏ត្រូវចេះស្រឡាញ់ខ្លួនឯងដែរតើតែយើងចេះស្រឡាញ់ខ្លួនឯងទើបយើងចេះស្រឡាញ់អ្នកដទៃបើយើងមិនចេះស្រឡាញ់ខ្លួនឯងផងតើឲ្យយើងទៅស្រឡាញ់អ្នកដទៃបានដោយរបៀបណាវាប្រកាសជាក្តីស្រឡាញ់បែបអាត្មានិយមត្រូវតាំងចិត្តថាខ្ញុំនឹងព្យាយាមថែរក្សាស្នេហាមួយនឹងឲ្យអស់ពីសមត្ថភាពតែបើថ្ងៃណាមួយស្នេហានឹងនៅតែត្រូវប្រេះស្រាំខ្ញុំគ្រាន់តែដឹងថាខ្ញុំមិនបានសាងកំហុសនៅក្នុងសេចក្តីស្នេហាមួយនឹងឬនៅក្នុងជីវិតគូមួយនឹងទេហើយខ្ញុំគ្រាន់តែដឹងទៀតថាខ្ញុំមិនមានវិបដិសារីនៅមុនពេលដែលខ្ញុំឌីចាក់លោកទៅខ្ញុំនឹងមិននៅវល់វល់ជាមួយនឹងរឿងដែលខ្ញុំបានសាងទេខ្ញុំមានតែអស់ចិត្តជាមួយលោកីនេះដោយសារតែខ្ញុំបានសាងទង្វើល្អនៅគ្រប់មនុស្សដែលចូលមកក្នុងជីវិតខ្ញុំហើយខ្ញុំបានតបស្នងគ្រប់យ៉ាងទៅអស់ហើយប៉ុន្តែនៅតែបែកគ្នានៅតែចាក់ចេញពីគ្នាអញ្ចឹងមិនមែនខ្ញុំជាអ្នកមានវិបដិសារីនោះទេហើយបើគេចាក់ចេញវាគឺជាការដែលអស់កម្មមនុស្សជួបគ្នាក៏ជាកម្មការដើរចេញពីគ្នាគឺជាការអស់កម្មហើយវាសិតតែជាមេរៀនកុំប្រកាន់ទ្រឹស្ដីថាស្នេហាខ្ញុំឃើញម្នាក់នឹងអត់សូវត្រង់មួយខ្ញុំភ័យពេកខ្ញុំក្បត់ម្នាក់នឹងមុនខ្ញុំទៅយកអ្នកផ្សេងឬខ្ញុំមិនចង់ធ្វើជាមនុស្សដែលឲ្យគេស្រឡាញ់ខ្ញុំរហូតឬក៏ខ្ញុំស្រឡាញ់គេរហូតទេខ្ញុំត្រូវតែធ្វើអីក៏ដោយឲ្យញែកញាក់ឲ្យគេលួងខ្ញុំខ្លាចដល់ពេលដល់ថ្ងៃមួយដែលគេខ្ជិលនឹងលួងដល់ពេលមួយគេត្រូវការចំណាយពេលវេលាដើម្បីរកស៊ីធ្វើការព្រោះសម័យនេះសម័យទីផ្សារប្រកួតប្រជែងមិននៅតែរវល់ពលមួយស្នេហារកការអភិវឌ្ឍដាក់ខ្លួនអត់បានពេលហ្នឹងយើងនឹងឈួតចិត្តដល់អត់ដឹងខ្លួនហ្មងព្រោះយើងធ្លាប់ជួបតែអ្នកលួងធ្លាប់ជួបតែអ្នកផ្ដាល់ឲ្យដល់អត់ប៉ះអ្នកលួងអត់ប៉ះអ្នកផ្ដាល់ឲ្យយើងប្រកាសទៅថាបដ ாய் យើងអាចនឹងចងកសម្រាប់ខ្លួនឬលោតទឹកសម្រាប់ខ្លួនតែម្ដងអញ្ចឹងជីវិតយើងត្រូវចាំថាគ្រាន់តែយើងស្រឡាញ់ខ្លួនឯងគឺគ្រប់គ្រាន់ហើយអ្នកផ្សេងដែលចូលមកក្នុងជីវិតរបស់យើងគ្រាន់តែគិតថាបើមាននិស្ស័យនៅជាមួយគ្នាបើអស់និស្ស័យគ្រាន់តែស្នើសុំឲ្យយើងមិនមានវិបដិសារីនៅក្នុងទំនាក់ទំនងមួយនឹងទេអានេះជាសារដាស់តឿនកុំឲ្យមានការលោតទឹកឬក៏ឈឺចាប់ព្រោះតែសេចក្តីស្នេហាដោយសារតែខ្លួនឯងចង់រូបមន្តឲ្យខ្លួនឯងខឹងចិត្តរឿងគេទៅចោលព្រោះមនុស្សប្រុសសម័យនេះត្រូវចាំថាអត់មានមនុស្សប្រុសដែលចិត្តនឹងខឹងច្រើននោះទេมันមានច្រើនទេវាមានតែដបងតែដល់ពេលយូរទៅវាល្អកកនឹងគ្នាតែប៉ុណ្្នឹងឯងចាអញ្ចឹងរៀនទទួលស្គាល់ការពិតទៅណាចាអរគុណសូមផ្ញើនៅស្វ័យសបុតផងអ្នកគេងអត់លក់ចាខ្វះសារធាតុចិញ្ចឹមវល់ល្វើយហេវញ៉ាំស្មៅសមុទ្ររបស់ ABC ដើម្បីបំពេញនូវវីតាមីន B1 B6 B12 ហើយនឹងធាតុដែកសារជាតិម៉ាញ៉េស្យូមនិងសារកសិដែលរាងកាយត្រូវការជាចាំបាច់បើយើងខ្វះសារធាតុចិញ្ចឹមយើងស្លេកស្លាញ់យើងខ្វះគ្រាប់ឈាមក្រហមត្រូវបញ្ចូលគ្រាប់ឈាមឬយើងកើតជំងឺឈាមសស៊ីឈាមក្រហមឬយើងភ្លេចភ្លាំងច្រើនឬយើងទ្រុឌទ្រោមរាងកាយយ៉ាងអាសាពុលឡានអាសាខ្យល់អាសាកោសខ្យល់ជាដើមអញ្ចឹងកុំភ្លេចស្មៅសមុទ្រមួយកំប៉ុង$22បងប្អូនអាចអញ្ជើញមកទិញផ្ទាល់នៅសាលារៀនបើកបរចា ABC ហួសពី6កោះកបីមកត្រង់1គីឡូដីនៅខាងឆ្វេងដៃហើយក៏មានទទួលចុះឈ្មោះចូលរៀនដែរបងប្អូនអាចចុះឈ្មោះចូលរៀនបើកបរទៅចាគឺទទួលបាននៅសភៅច្បាប់ចរាចរណ៍មួយជាមួយនឹងចាសភៅតេស្តមួយក្បាលហើយនឹងតេស្តនៅលើកុំព្យូទ័រមុនពេលដែលទៅប្រឡងណាបងប្អូនប្រិមត្តនេសាទចាអញ្ចឹងតាក់ទងលេខកណិកា017 372 បងប្អូនអរគុណ